ប្រមូលផលពេញប៉ោះបានសិតតែពេញប៉ោះនេះមកទេឆ្ងាញ់ប៉ោះទុំច្រើនណាស់ស្ញេះសិតតែពេញប៉ោះខូចអស់មានអ្នកបេះនេះប្រមូលផលម្ដងដល់នេះស្ពៃឆ្ងាញ់ណាប៉ោះតូចប៉ោះធំមានលណងទៀតហ្នឹងណាគេមានលណងទៀតមកស្ងោអូអានេះធំល្អនេះមុំហូបហូបណាស់អស់ទេនេះទេហល់អានេះពូជអានេះទូចអត់សូវឆ្ងាញ់អានេះជូរអានេះត្រូវជក់អីឆ្ងាញ់ជ្រក់នេះប៉ុននេះផ្អែមឆ្ងាញ់ណាជាតិមកជាតិប្រហែលផ្លែ cherry ដែរឆ្ងាញ់អូឆ្ងាញ់ដកកអ្នកស្រុកដែរបានអីឆ្ងាញ់ដែរណាស៊ីពេញប៉ោះមកពីខ្មែរស៊ីគ្មានរើសទេស៊ីគេស៊ីដែរអូតែធម្មជាតិស៊ីទាំងអស់ច្រើនពេកទាំងបេះអាមួយណាទុកអាមួយណៃដល់ក៏អត់ដែលធ្លាប់បានច្រើនអញ្ចឹងនេះសាឡារីទៀតដាំគ្រប់ឆ្ងល់ដីបលយកនេះដាក់ដោះមកនៅខ្មែរដាំឲ្យដាក់ជីលឹងចិត្តងាប់ចិត្តរស់អត់ឃើញផ្លែឯដាំតែចោលមិនដែលស្រោចទឹកមើលផ្លែវាមិនដែលស្រោចទឹកទេនេះបានអ្នកខ្មែរមកជួយស្រោចទឹកឲ្យតាមតែពួកកាណាដាជនជាតិនេះអត់ដែលស្រោចទឹកដាំទុកចោលផ្លែដល់ខអូហើយតែដីគេល្អណាមើលណាទុំឡើងស្ញេះនៅតែបើអាក្រោមច្រើនទុំច្រើនដល់ម្ដងនេះហូបមួយឆ្នាំមានតែគេហូបទេ